ជួយខ្ញុំផងបងជាអ្នកមានគុណដ៏អស្ចារ្យម្នាក់ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំបើមិនមានវត្តមានបងពេលនេះទេខ្ញុំប្រកាសជាមិនរស់ទេថ្ងៃនេះមិនជាអ្វីទេយើងគួរតែឡើងទៅលើសិនព្រោះយើងទៅទឹកអស់ហើយបងអ្នកមានគុណអើយខ្ញុំមិនមានអ្វីជាការសងគុណទេអនុញ្ញាតឲ្យខ្ញុំដើរតាមបងនិងធ្វើជាអ្នកបម្រើបងទៅណាខ្ញុំនឹងតាមបម្រើបងគ្រប់ទីកន្លែងចេញពីទឹកចិត្តរបស់ខ្ញុំជាកូនកសិករក្រីក្រមួយរូបតែខ្ញុំនឹងព្យាយាមបម្រើបងគ្រប់បែបយ៉ាងជូនបងវិញមិនឲ្យទាស់ចិត្តឡើយលឿនឡើងមកលើក្តារនេះមកអូបងអ្នកមានគុណអើយហេតុអីបងធ្វើបែបនេះទុកវាចោលនឹងហើយក្បូននេះមិនអាចទ្រាំទម្ងន់ធ្ងន់ជាងនេះបានទេវានឹងលេចជាមិនខានសមទេដែលយើងយកជីវិតយើងទាំងពីរមកសង្គ្រោះជីវិតសត្វកញ្ជ្រោងមួយក្បាលនេះជួយខ្ញុំផងបងពិតជាគ្រោះថ្នាក់ណាស់បងកុំជួយវាទៀតអីបើជួយវាទៀតពួកយើងពិតជាស្លាប់ជាមិនខានខ្ញុំមិនអាចទុកវាឲ្យងាប់បានទេខ្ញុំត្រូវតែជួយវាអរគុណដែលបានជួយសង្គ្រោះខ្ញុំនឹងសងគុណអ្នកវិញនៅពេលក្រោយយើងនឹងមិនភ្លេចគុណអ្នកទេយើងនឹងសងគុណអ្នកនៅថ្ងៃណាមួយគឹមហួតយកលុយទៅទិញអង្ករហើយចែកអ្នកភូមិក្រីក្រទាំងនោះទៅចុះវាយមិនអាចមើលមនុស្សនៅក្នុងភូមិទាំងអស់នោះទេលោកព្យាបាលគាត់ឲ្យឥតគិតថ្លៃហើយឥឡូវនេះទិញអង្ករឲ្យពួកគេទៀតខ្ញុំនឹងជួយពួកគេតាមលទ្ធភាពដែលអាចជួយបានទៅប្រញាប់ទៅហើយប្រញាប់មកវិញបាទចុះវាយខ្ញុំបានបម្រើគាត់អស់រយៈពេលយូរគួរសមដែរហើយតែគាត់មិនដែលឲ្យខ្ញុំសូម្បីតែមួយកាក់មួយសេនតែគាត់បែរជាចំណាយលុយជូនជនក្រីក្រដែលគួរឲ្យស្អប់ទាំងនោះទៅវិញខ្ញុំត្រូវតែរកវិធីលួចលុយគាត់ឲ្យបានដឹងហើយចាំមើលជំរាបសួរលោកប្រធានភូមិគ្រូពេទ្យម្នាក់នេះអាក្រក់ណាស់គាត់បានប្រើមន្តអាគមបោកប្រាស់អ្នកជំងឺអស់ជាច្រើនអ្នកហើយខ្ញុំពិតជាខ្លាចគាត់ធ្វើឲ្យប្រជាជននៅទីនេះមានបញ្ហាណាស់ពិតមែនឬយ៉ាងណាតើលោកគ្រូពេទ្យប្រើមន្តស្នេហ៍ដោយរបៀបណាបាទលោកខ្ញុំធ្លាប់ទៅធ្វើជាឈ្នួលបម្រើនៅផ្ទះរបស់គាត់ជឿខ្ញុំទៅមានអ្នកជំងឺជាច្រើនបានមកព្យាបាលជំងឺនៅផ្ទះគាត់ជារៀងរាល់ថ្ងៃមិនឃើញទេឬទ្រព្យសម្បត្តិរបស់គាត់មានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមែនហើយខ្ញុំនឹងចាប់ខ្លួនគាត់ហើយធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ជូនមិនក៏ចាប់ខ្លួនគ្រូពេទ្យគីមបួយអញ្ចឹងគាត់ជាគ្រូពេទ្យដ៏ល្អតែតែជួយពួកយើងនិងជនក្រីក្រដទៃទៀតប្រហែលជាពួកគេមានការយល់ច្រឡំហើយអ្នកមានគុណជួយសង្គ្រោះជីវិតយើងពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយដល់ពេលដែលពួកយើងត្រូវទៅជួយគាត់វិញហើយត្រូវហើយតោះយើងប្រញាប់ឡើងខ្ញុំអាចជួយប្រធានភូមិបានអនុញ្ញាតឲ្យខ្ញុំចូលទៅជួបគាត់បន្តិចប្រញាប់ឡើងលោកម្ចាស់បុរសម្នាក់នេះគាត់អាចជួយលោកបានលោកប្រធានភូមិមានតែលោកគ្រូពេទ្យគីមបួយទេដែលអាចព្យាបាលជំងឺលោកបានពិតឬបើខ្ញុំកុហកមែនលោកចង់ធ្វើអីក៏ធ្វើចុះឬអាចសម្លាប់ខ្ញុំចោលក៏បាននាំលោកគ្រូពេទ្យគីមបួយមកជួបខ្ញុំមកបាទលោកម្ចាស់ជំងឺរបស់លោកគឺបណ្ដាលមកពីអ្នកបម្រើរបស់លោកគ្រូពេទ្យគីមបួយគាត់បាននិយាយកុហកលោកទាំងអស់ពិតឬបាទពិតមែនហើយលោកគ្រូគីមបួយអរគុណដែលលោកជួយសង្គ្រោះខ្ញុំអនុញ្ញាតឲ្យខ្ញុំសូមទោសដែលខ្ញុំចាប់ខ្លួនច្រឡំខ្ញុំនឹងចាប់អ្នកបម្រើគីមហួតដាក់គុកជួយជួយខ្ញុំផងខ្ញុំដឹងខុសហើយរឿងមិនល្អទាំងនេះកើតចេញពីបុរសអាក្រក់មួយរូបនេះគ្រូពេទ្យបានជួយសង្គ្រោះអ្នកតែអ្នកបែរជាធ្វើអំពើអាក្រក់ដាក់គាត់ទៅវិញកើតជាមនុស្សមិនគួររមិលគុណដាក់គេអញ្ចឹងទេចាប់វាដាក់គុកភ្លាមទៅអំពើល្អនឹងមិនសាបសូន្យនៅពេលដែលយើងជួយគេទោះបីមិនបានទទួលបានផលចំណេញអ្វីក៏ដោយ
តែទង្វើល្អមួយនោះនឹងនៅតាមជួយយើងក្នុងស្ថានភាពលំបាកណាមួយជាមិនខាន